ប្រាសាទព្រះព្រំព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំប្រាសាទព្រះខ័នមានឈ្មោះដើមហៅថាជ័យស្រីដែលជាព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំបន្ទាប់ពីព្រះរាជធានីអង្គររងការខូចខាតដោយពួកចាមចូលលុកលុយកាលពីឆ្នាំ1177បច្ចុប្បន្នប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុងប្រាសាទវង្សធំក្នុងទឹកដីនៃខេត្តសៀមរាបមានចម្ងាយ3គីឡូម៉ែត្រពីប្រាសាទបាយ័ននិង 1.5 គីឡូម៉ែត្រពីខ្លោងទ្វារដីឆ្នាំងទិសខាងជើងឈ្មោះនៃប្រាសាទនេះមានន័យថាដាវតាមការសាច់ជ្រាវនៅក្នុងសម័យបច្ចុប្បន្នគេយល់ថាកាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័នគឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាមដូច្នេះព្រះខ័នគឺជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណដែលមានឈ្មោះហៅថាជ័យស្រីមានន័យថាព្រះខ័ននិងមានន័យម្យ៉ាងទៀតគឺមលូប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅឆ្នាំ1191ចុងសតវត្សទី12ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយានព្រះអង្គបានកសាងព្រះបរមរូបស្នងព្រះវរៈបិតារបស់ទ្រង់ជាទេវរាជតំណាងព្រះពោធិសត្វលោកកេសាវរៈដូចគ្នានឹងប្រាសាទតាព្រហ្មដែលព្រះអង្គបានកសាងព្រះបរមរូបព្រះបវរមាតាជាទេវរាជតំណាងប្រាសាទព្រះខ័នមានរាង4ជ្រុងទ្រវែងបណ្ដោយ800ម៉ែត្រនិងទទឹង700ម៉ែត្រដែលមានស្រះគូទឹកព័ទ្ធជុំវិញស្ថិតនៅផ្ទៃដីចំនួន56ហិកតាប្រាសាទនេះមានកំផែង4ជាន់មានគោបុរៈចូលប្រាសាទតាមទិសទាំង4ប្រកបដោយប្រកាន់ដៃអសុរៈនិងទេវៈទាញនាគវាសុកីតំណាងឲ្យគោសមុទ្រទឹកដោះនិងមានបង្គោលសីមា2ជួរអមផ្លូវចូលផងដែរគោបុរៈនៃកំផែងខាងក្រៅទាំងអស់សុទ្ធតែមានទ្វារ3ខណៈទ្វារ1មានកម្ពស់ខ្ពស់ប្រកបដោយត្របកផ្កាឈូកសងខាងគោបុរៈខាងក្រៅមានចម្លាក់គ្រុឌជាន់នាគឆ្លាក់ភ្ជាប់ជាមួយនឹងជញ្ជាំងកំផែងតាមឯកសារដើមកំណើតគោលោកម៉ាបូបានសរសេរឲ្យដឹងថាប្រាសាទព្រះខ័នមានភិនភាគនិងលំនាំជាច្រើនដោយទៅនឹងប្រាសាទតាព្រហ្មដែលសំណង់ជាច្រើនក៏សាងជាប់គ្នាពីមួយទៅមួយនៅសល់តែចន្លោះតូចប៉ុណ្ណោះលោកបានសរសេរទៀតថាប្រាសាទព្រះខ័នពុំមានទម្រង់មុខគូហាមុខ4ដោយប្រាសាទតាព្រហ្មកំផែងខាងក្រៅនៃប្រាសាទតាព្រហ្មប្រាសាទមន្ទីរក្តីប្រាសាទតាសោមនិងកំផែងក្រុងអង្គរនោះទេព្រោះប្រាសាទនេះកសាងមុនគេហើយជាព្រះរាជនិវេសបណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី7អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំបន្ទាប់ពីរាជធានីអង្គររងការខូចខាតដោយពួកចាមចូលវិលលុកលុយកាលពីឆ្នាំ1177ផ្អែកតាមសាលាចរិកនៃប្រាសាទព្រះខ័នបានបង្ហាញថានៅក្នុងទីប្រាសាទនេះមានរូបសំណាកចំនួន515រូបនិងមានមន្ទីរព្យាបាលរោគចំនួន102នៅក្នុងព្រះរាជាណាចក្រតែពុំបានបញ្ជាក់ថាកសាងនៅត្រង់កន្លែងណាខ្លះឡើយព្រមទាំងមានគេហដ្ឋានមួយជាកន្លែងសម្រាប់សម្រាកចំណែកកម្មករនិងអ្នកបម្រើក្នុងការកសាងប្រាសាទមានចំនួន97840នាក់ដែលមាននៅក្នុងចំនួននោះមានស្ត្រីរបាំចំនួន1000នាក់ផងដែរនៅក្នុងឆ្នាំមានការរៀបចំពិធីបុណ្យទាំងធំចំនួន10ដងហើយនៅក្នុងមួយខែមានបុណ្យថ្ងៃបុណ្យចំនួន10ថ្ងៃដែរជាការសម្ដែងនៅទឹកចិត្តរបស់ខ្មែរក្នុងបុណ្យតាមប្រពៃណីសាសនានិងតាមពេលការសម្រាកលំហែតាមឯកសារផ្សេងទៀតបានឲ្យដឹងថាប្រាសាទព្រះខ័នគឺជាមណ្ឌលពុទ្ធសាសនាដ៏ធំមួយដែលមានព្រះសង្ឃប្រមាណ1000អង្គគង់នៅសំណាក់ធម៌និងមានការកសាងសាកលវិទ្យាល័យមួយកសាងដោយព្រះនាងជ័យរាជទេវីជាមហាសេដ្ឋីមួយរបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទព្រះខ័នក៏ដូចជាប្រាសាទដទៃទៀតរបស់ព្រះជ័យវរ្ម័នទី7ដែលចម្លាក់ពុទ្ធរូបត្រូវបានទទួលរងនឹងការបំផ្លិចបំផ្លាញចោលឬក៏កែច្នៃទៅជារូបផ្សេងដូចជាឥសីលង្កផ្កាជាដើមនៅក្នុងរាជរបស់ក្សត្របន្តក្រោយមកទៀតដែលបានផ្លាស់ប្ដូរទៅជាព្រះព្រហ្មសាសនាទៅវិញនិងបានបណ្ដោយឲ្យមានប្រតិកម្មប្រឆាំងនឹងព្រះពុទ្ធសាសនាមានចំណុចពិសេសគួរឲ្យកត់សម្គាល់ចំនួន2ដែលធ្វើឲ្យប្រាសាទព្រះខ័នខុសប្លែកពីប្រាសាទនានាដទៃទៀតទី1គឺសំណង់មន្ទីរ2ជាន់នៅក្បែរគ្នាគោបុរៈខាងជើងនៃកំផែងទី2សំណង់មន្ទីរនេះមានការសរសេរ
មូលដែលមានលក្ខណៈដូចគ្នាទៅនឹងសំណង់បុរាណនៃអច្ឆរិយៈធំៗនៅតំបន់សមុទ្រមេឌីទែរ៉ាណេដែរទី2គឺចេតិយស្គប់ថ្មនៅក្នុងប្រាង្គប្រាសាទកណ្ដាលបើតាមការអះអាងរបស់ប្រវត្តិវិទូឲ្យបានដឹងថាចេតិយស្នុកនេះគឺជាការកសាងនៅសម័យក្រោយអង្គរតាមលំនាំនៃសិល្បៈសៀមនៅសុខតីព្រោះចេតិយនេះមានលក្ខណៈស្រដៀងទៅនឹងចេតិយដែលមាននៅក្នុងប្រទេសសៀមអំឡុងសតវត្សទី15-16ឯអ្នកប្រវត្តិវិទូខ្លះទៀតបានអះអាងថាស្គប់ថ្មនេះកសាងឡើងតាមលំនាំនៃឥទ្ធិពលប្រទេសស្រីលង្កាព្រោះចេតិយថ្មនេះគឺជាសិល្បៈរបស់ខ្មែរដែលគ្រាន់តែទទួលឥទ្ធិពលពីប្រទេសស្រីលង្កាមានសមត្ថកម្មមួយចំនួនលើកឡើងដើម្បីគ្រប់គ្រងមតិដែលបានស្គប់ខាងលើនេះជាសិល្បៈដែលទទួលឥទ្ធិពលពីស្រីលង្កាទី1មាត់ស្រះច្រកចូលទៅកាន់ព្រះស្គប់មានទំហំតូចចេតិយមានកម្ពស់ខ្ពស់ជាងប្រអប់ទ្វារនៅក្នុងប្រាសាទកត្តានេះហើយដែលបញ្ជាក់បានឲ្យដឹងថាស្គប់នោះត្រូវបានសាងសង់ក្នុងពេលជាមួយនឹងប្រាសាទព្រះខ័នគឺធ្វើមុនក្រុងទ្វារនិងជញ្ជាំងតាមវិធីសាស្ត្រសាងសង់ពីប្រពៃណីគឺជាការសាងសង់បល្ល័ង្កតម្កល់ទេវរូបឬព្រះពុទ្ធរូបគេមិនធ្វើបន្ទាប់ពីអគារនៃប្រាសាទសង់រួចនោះទេបើតាមការសន្និដ្ឋានថាស្គប់ត្រូវនាំចូលទៅក្នុងប្រាសាទនៅក្រោយពេលប្រាសាទព្រះខ័នបានកសាងរួចគឺជាការយល់ខុសទី2បើតាមទំព័រប្រវត្តិសាស្ត្រអង្គររបស់ព្រះបាទជ័យវរ្ម័នទី7គឺជាព្រះអង្គម្ចាស់ដែលបានកសាងកោះស្រីលង្កាដើម្បីមូលហេតុសាសនាបើយោងតាមឯកសារទំនាក់ទំនងរវាងខ្មែរនិងស្រីលង្កាមានចំណងជាមួយគ្នាពុំអាចកាត់ផ្តាច់ចេញបានឡើយនាសម័យបុរាណនោះកត្តានេះហើយអាចបញ្ជាក់ពីឥទ្ធិពលនៃសិល្បៈបែបពុទ្ធសាសនានិយមទេវវិទ្យស្រីលង្កាមកលើប្រទេសកម្ពុជានៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ទី3តាមបរិបទនយោបាយក្នុងសម័យនោះពុំអាចឲ្យជនជាតិខ្មែរស្ថាបនាព្រះចេតិយដ៏ពិសិដ្ឋតាមលំនាំសិល្បៈសៀមដែលជាគូបដិបត្តិក្រោយពីសង្គ្រាមស៊ីសាច់ហូធៀមដែលផ្សែងមិនទាន់រលត់នៅឡើយរវាងប្រទេសទាំងពីរនៅក្នុងព្រឹត្តិការណ៍ដែលបន្ទាប់ពីកងទ័ពសៀមបានរុករានដុតបំផ្លាញទីក្រុងអង្គរឲ្យខ្ទេចខ្ទាំរួចហើយនោះឡើយដូច្នេះការសន្និដ្ឋានជារួមថាភាពស្រដៀងគ្នារវាងចេតិយសៀមនិងខ្មែរពុំមែនមានន័យថាខ្មែរចម្លងពីសៀមឬសៀមចម្លងពីខ្មែរឡើយហើយប្រភេទចេតិយនៅប្រាសាទព្រះខ័នមានលំនាំចេញពីប្រទេសស្រីលង្កាទើបជាការត្រឹមត្រូវ